ចំណងជើងរឿងកាបូបថ្មនឹងផ្លូវទៅកាន់កំពូលភ្នំមានយុវជនម្នាក់ឈ្មោះសុខាគាត់ចង់ទៅជួបមហាប្រៃម្នាក់ដែលរស់នៅលើកំពូលភ្នំខ្ពស់ដើម្បីសួររកអាចកំបាំងនៃសុភមង្គលពិតប្រាកដមុនពេលចាប់ផ្ដើមធ្វើដំណើរសុខាបានរៀបចំកាបូបស្ពាយយ៉ាងធំមួយគាត់បានដាក់អាហារឆ្ងាញ់ទឹកសម្លៀកបំពាក់ស្អាតមាសប្រាក់និងរបស់របរប្រើប្រាស់ជាច្រើនទៀតដែលគាត់គិតថាចាំបាច់សម្រាប់ការរស់នៅពេលគាត់ចាប់ផ្ដើមឡើងភ្នំគាត់មានអារម្មណ៍ថាធ្ងន់ណាស់រាល់ពេលដែលគាត់ឃើញថ្មស្អាតនៅតាមផ្លូវគាត់ក៏រើសវាមកដាក់ក្នុងកាបូបថែមទៀតព្រោះគាត់គិតថាវាជារបស់កម្រកាន់តែឡើងខ្ពស់ផ្លូវកាន់តែចោតហើយកាបូបរបស់គាត់កាន់តែធ្ងន់ទៅរហូតដល់គាត់ស្ទើរតែដកដង្ហើមមិនរួចចុងក្រោយគាត់បានទៅដល់កំពូលភ្នំទាំងអស់កម្លាំងគាត់បានជួបមហាប្រាញ់ហើយសួរថាលោកគ្រូហេតុអ្វីបានជាការស្វែងរកសេចក្តីសុខវាហត់នឿយនិងលំបាកយ៉ាងនេះមហាប្រាជ្ញសម្លឹងមើលកាបូបស្ពាយរបស់សុខារួចញឹមសុខាអើយឯងហត់មិនមែនដោយសារផ្លូវភ្នំខ្ពស់ពេកទេប៉ុន្តែដោយសារឯងស្ពាយរបស់ដែលមិនចាំបាច់ច្រើនពេកចូលឯងសាកល្បងចាក់របស់ក្នុងកាបូបនោះចោលឲ្យអស់មើលសុខាបានចាក់មាសប្រាក់ថ្មស្អាតនិងរបស់របរបង្អួតគេឯងចេញអស់ភ្លាមនោះគាត់មានអារម្មណ៍ថាខ្លួនស្រាលដូចសំឡេងមហាប្រាជ្ញនិយាយថាជីវិតមនុស្សយើងក៏ដូចគ្នាដែរយើងតែងតែស្ពាយថ្មនៃអតីតកាលថ្មនៃភាពមានបាននិងថ្មនៃមហិច្ឆតាដែលគ្មានទីបញ្ចប់ជាប់នឹងខ្លួនជានិច្ចសុភមង្គលពិតប្រាកដមិនមែនជាការបន្ថែមអ្វីថ្មីចូលក្នុងជីវិតទេប៉ុន្តែវាគឺជាការដោះចេញនូវអ្វីដែលនាំឲ្យធ្ងន់ចិត្តចំណុចសម្រាប់វិភាគកាបូបស្ពាយតំណាងឲ្យចិត្តរបស់មនុស្សដែលផ្ទុកទៅដោយការរំពឹងទុកនិងសម្ពាធសង្គមថ្មតាមផ្លូវជានិមិត្តរូបនៃរឿងរ៉ាវអត្ថប្រយោជន៍ឬកេរ្តិ៍ឈ្មោះคล้ายៗដែលយើងចូលចិត្តប្រមូលមកដាក់ខ្លួនការចាក់របស់ចោលតំណាងឲ្យការចេះលះបង់ letting go ដើម្បីសន្តិភាពផ្លូវចិត្តកំពូលភ្នំជានិមិត្តរូបនៃគោលដៅជីវិតដ៏ខ្ពង់ខ្ពស់ដែលអាចសម្រេចបានលុះត្រាតែយើងមានចិត្តស្អាតស្អំ